Nơi piក្រោមដីមានដីនៅពីលើដីមានមេឃនៅពីលើមេឃគឺមានផ្កាយហើយនៅពីលើមនុស្សគឺមានមនុស្សនៅពីលើអូនគឺមានបងសូមស្វាគមន៍មិត្តតាទាំងអស់ដែលបានចូលមើលវីដេអូនិយាយរកអំពីមីគីវឹកហាត់នៅក្នុងរឿងគ្របឋានសួគ៌ Shrouding the Heaven នៅក្នុងភាគ175ឬពិភពឥតខ្ចោះស៊ឺហាវនៅក្នុងពិភពអមតៈបុរាណបានប្រើភ្លើងតាវដុតខ្លួនដើម្បីវឹកហាត់នៅក្នុងលំដាប់ភ្លើងទេពដុតខ្លួនរហូតដល់ភ្លើងតាវចំនួន2100ពេលនោះក៏មានគោមបុរាណលេចឡើងជាមួយនឹងបាត់ពូជចម្លែកហើយក៏មានសភាវៈចម្លែកលេចខ្លួនមកជាមួយលំដាប់ភ្លើងទេពដែរក្នុងការប្រយុទ្ធជាមួយនឹងភាវៈចម្លែក2នាក់នោះជាមួយនឹងសាច់ស្នៀតដូចគ្នាទៀតដោយការប្រយុទ្ធជាមួយសភាវៈចម្លែកទាំងពីរនោះការទប់ទល់របស់ស៊ឺហាវកាន់តែខ្លាំងរហូតអាចយកឈ្នះភាវៈចម្លែកទាំងពីរនោះបានហើយភាវៈចម្លែកទាំងពីរនោះបាននិយាយថាឯងមិនអាចសម្លាប់យើងបានទេមីគីត្រូវបានកាត់ផ្ដាច់ដទីបញ្ចប់គ្រប់យ៉ាងនឹងត្រូវបានរលាយបាត់បន្ទាប់ពីបានសម្លាប់ភាវៈចម្លែកទាំងពីរនោះបានហើយស៊ឺហាវក៏បានបន្តដុតខ្លួននឹងភ្លើងតាវបន្តទៀតរហូតដល់ភ្លើងតាវចំនួន2800ស៊ឺហាវក៏បានវឹកហាត់សម្រេចបានចំហាយអមតៈពេញលេញមួយខ្សែដែលមានឈ្មោះថាតាវបង្កើតមួយចំហាយអមតៈប៉ុន្តែចំហាយអមតៈបានរលាយចូលគ្នាជាមួយនឹងឈាមនៅពេលដែលស៊ឺហាវបន្តវឹកហាត់ក៏បានឃើញភ្លើងអាចកំបាំងនៅក្នុងខ្លួននោះគឺជាភ្លើងមឈូសអ្នក9ដែលជាភ្លើងវឹកវរនិងគម្ពីរបុរាណដែលបានឃើញនៅពេលដែលលើកថ្មអមតៈអណ្ដែតដែលនៅក្នុងបនគរឋានសួគ៌របស់យុនស៊ីនឹងបានស្វែងយល់និងវឹកហាត់គម្ពីរនេះហើយបាននិយាយថាមើលអក្សរយន្តនៅក្នុងគម្ពីរដូចបានមើលឃើញពីឫសគល់នៃមីគីវឹកហាត់ពីមិនមានទៅជាមានដូចជាហែកដីបើកចំហមេឃថ្ងៃណាមួយខ្ញុំក៏ចង់បង្កើតមីគីវឹកហាត់មួយថ្មីដែរផ្សេងពីសម័យបុរាណផ្សេងពីសម័យនេះហើយមីគីខុសប្លែកគ្នាទាំងស្រុងនាំសពសត្វទាំងអស់ផ្ដាច់ខ្លួនបានទាំងស្រុងនៅក្នុងចំណុចនេះហើយនៅក្នុងរឿងគ្របឋានសួគ៌រាល់មីគីវឹកហាត់នីមួយៗការទម្លុះលំដាប់គឺត្រូវការគម្ពីរវឹកហាត់នោះគឺជាមីគីដែលស៊ឺហាវជាអ្នកបង្កើតដូចជាយេហ្វានបានព្យាយាមស្វែងរកគម្ពីរវឹកហាត់ពីគ្រប់បកនីមួយៗមានគម្ពីរលំហរបស់គ្រូសាជីមានគម្ពីរអធិរាជរបស់បង្គោចដែលជាគម្ពីរបុរាណដោយគម្ពីរវឹកហាត់នីមួយៗតម្រូវឲ្យវឹកហាត់តាមលំដាប់នីមួយៗរហូតដល់លំដាប់ចុងក្រោយយេហ្វានក៏បានរួមបញ្ចូលនៅគម្ពីរវឹកហាត់ទាំងអស់ដែលយេហ្វានបានរៀនមកហើយបានបង្កើតជាគម្ពីរតើខ្លួនមួយរបស់ខ្លួនឯងឲ្យកូនសិស្សរបស់ខ្លួនវឹកហាត់ហើយដូចនេះនៅក្នុងរឿងគ្របឋានសួគ៌មានលំដាប់ដូចជាលំដាប់ទី1លំដាប់សមុទ្រវត្តសង្សារដែលមាន4កម្រិតកម្រិតសមុទ្រទុក្ខកម្រិតទន្លេជីវិតកម្រិតស្ពានទេពនិងកម្រិតត្រៃម្ខាងហើយលំដាប់ទី2គឺជាលំដាប់មានតាវដែលមាន5កម្រិតកម្រិតបេះដូងពិសិដ្ឋកម្រិតសួតពិសិដ្ឋកម្រិតថ្លាមពិសិដ្ឋកម្រិតលំពេងពិសិដ្ឋកម្រិតតម្រងនោមពិសិដ្ឋហើយលំដាប់ទី3គឺជាលំដាប់ពោលទាំង4ដែលមាន4កម្រិតមានដូចជាកម្រិតដៃឆ្វេងកម្រិតដៃស្ដាំកម្រិតជើងឆ្វេងកម្រិតជើងស្ដាំនិងលំដាប់ទី4គឺជាលំដាប់និវិវត្តគឺមានពីកម្រិត1ដល់កម្រិត9ចំពោះលំដាប់ទី5គឺជាលំដាប់វិហារអមតៈហើយនៅក្នុងលំដាប់ទី5នេះគឺជាលំដាប់វិហារអមតៈហ្នឹងរាល់អ្នកវឹកហាត់ទាំងអស់គឺបានឈានជើងចូលទៅក្នុងអ្នកវឹកហាត់អមតៈរួចរាល់ហើយប៉ុន្តែនៅក្នុងហ្នឹងបែងចែកជាច្រើនកម្រិតទៀតដោយលំដាប់ទី5នេះលំដាប់វិហារអមតៈមានដូចជាកម្រិតកន្លះជំហានជន់កំពូលដែលវឹកហាត់ពីកម្រិត1ដល់កម្រិត9ហើយកម្រិតជន់កំពូលវឹកហាត់ពីកម្រិត1ដល់កម្រិត9ដូចគ្នានិងកម្រិតស្ដេចកំពូលវឹកហាត់ពីកម្រិត1ដល់កម្រិត9ដូចគ្នាបន្ទាប់ពីកម្រិតស្ដេចកំពូលហើយគឺចូលកម្រិតសច្ចាំងហើយបន្ទាប់ពីកម្រិតសច្ចាំងគឺកម្រិតស្ដេចសច្ចាំងកម្រិតមហាសច្ចាំងបន្ទាប់ពីកម្រិតមហាសច្ចាំងហើយគឺទម្លុះចូលដល់កម្រិតអធិរាជនៅពេលដែលទម្លុះចូលកម្រិតអធិរាជហើយកម្រិតអធិរាជមានកម្រិតអធិរាជធម្មតានិងកម្រិតមហាអធិរាជនិងលំដាប់ចុងក្រោយគេគឺជាលំដាប់កម្រិតអមតៈនៅក្នុងពិភពមនុស្សនៅក្នុងកម្រិតអមតៈក្នុងលំដាប់ពិភពមនុស្សនេះគឺមានតែ2នាក់ប៉ុណ្ណោះដែលនៅក្នុងពិភពវឹកហាត់របស់យេហ្វានមានគឺអធិរាជនីគ្មានមេត្តានិងយេហ្វានលុះនៅពេលដល់កម្រិតអមតៈក្នុងពិភពមនុស្សនេះគឺអាចបើកដែនអមតៈបានដោយយេហ្វានបានរួមដៃជាមួយនឹងអធិរាជនីគ្មានមេត្តានឹងបើកដែនអមតៈចំពោះកម្រិតវឹកហាត់នៅក្នុងរឿងគ្របឋានសួគ៌គឺមានតែប៉ុណ្្នឹងទេនៅវីដេអូក្រោយនឹងនិយាយអំពីទំនាក់ទំនងជាមួយស៊ឺហាវយេហ្វានអធិរាជនីគ្មានមេត្តានិងទេវតាដើមឈើហើយនឹងប្រវត្តិនាគ9ទាញមឈូសបើសិនជាមានដំណើរអីសូមមិត្តតាទាំងអស់គ្នាដាក់ជាសំណួរក្នុងខមមិនខាងក្រោមហើយខ្ញុំនឹងលើកយកមកដោះស្រាយជូនអ្នកទាំងអស់គ្នាស្ដាប់អូខេបាយបាយ